សម្ដេចធិបតីហ៊ុនម៉ាណែតបានលើកឡើងថាកម្ពុជាសម្រេចចិត្តជាប្រវត្តិសាស្ត្រប្រើប្រាស់យន្តការច្បាប់អន្តរជាតិ UNCLOS ដើម្បីដោះស្រាយវិវាទដែនសមុទ្រត្រួតស៊ីគ្នាជាមួយថៃសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីបានថ្លែងថារាជរដ្ឋាភិបាលកម្ពុជាបានធ្វើការសម្រេចចិត្តដ៏សំខាន់មួយពាក់ព័ន្ធនឹងការទាមទារដែនសមុទ្រត្រួតស៊ីគ្នាជាមួយប្រទេសថៃដោយបានផ្ញើលិខិតជូនដំណឹងជាផ្លូវការទៅកាន់ភាគីថៃនិងអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីចាប់ផ្ដើមដំណើរការនៃយន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រ UNCLOSចំណាត់ការនេះធ្វើឡើងក្នុងគោលបំណងការពារអធិបតេយ្យជាតិនិងសិទ្ធិដែនសមុទ្ររបស់កម្ពុជាដោយអនុលោមតាមច្បាប់អន្តរជាតិនេះយោងតាមសេចក្តីថ្លែងការណ៍របស់សម្ដេចធិបតីហ៊ុនម៉ាណែតនៅថ្ងៃទី2ខែមិថុនាឆ្នាំ2026ខ្ញុំសូមបញ្ជាក់ជាថ្មីថាកម្ពុជាមិនដែលរំលោភបំពានអធិបតេយ្យភាពរបស់ប្រទេសដទៃឡើយជាមួយគ្នានេះកម្ពុជាបដិញ្ញាចិត្តយ៉ាងដាច់ខាតក្នុងការការពារអធិបតេយ្យជាតិរបស់ខ្លួននាពេលនេះកម្ពុជាបន្តប្រកាន់គោលជំហរទទួលខុសត្រូវដ៏មុតមាំនេះដោយមិនមែនតាមរយៈការប្រើកម្លាំងតែប្រើច្បាប់ដោយមិនមែនតាមរយៈសកម្មភាពឯកតោភាគីតែតាមរយៈការរួមគ្នាដោះស្រាយដោយសន្តិវិធីនេះឱកាសនោះផងដែរសម្ដេចធិបតីហ៊ុនម៉ាណែតបានថ្លែងបន្តថាអស់រយៈពេលជាច្រើនឆ្នាំមកហើយកម្ពុជានិងថៃធ្លាប់មានក្របខ័ណ្ឌទ្វេភាគីតាមរយៈអនុសារណៈនៃការយោគយល់គ្នាឆ្នាំ2001 MOU 2001ដើម្បីស្វែងរកដំណោះស្រាយព្រំដែនសមុទ្រនិងអភិវឌ្ឍធនធានរួមគ្នាដោយសន្តិវិធីទោះជាយ៉ាងណាឱកាសចរចាទ្វេភាគីត្រូវបានប្រើប្រាស់អស់លទ្ធភាពបន្ទាប់ពីភាគីថៃបានប្រកាសសម្រេចចិត្តដកខ្លួនចេញពីក្របខ័ណ្ឌទ្វេភាគីនេះទោះបីជាមានការស្នើសុំឲ្យពិចារណាឡើងវិញពីកម្ពុជាក៏ដោយការដើរចេញរបស់ភាគីថៃមានន័យថា MOU 2001ដែលជាយន្តការតែមួយគត់ក្នុងរយៈពេលជាង25ឆ្នាំកន្លងមកមិនអាចបន្តយកមកប្រើប្រាស់បានទៀតឡើយទើបជំរុញឲ្យរាជរដ្ឋាភិបាលកម្ពុជាពិចារណាយ៉ាងហ្មត់ចត់លើជម្រើសផ្លូវច្បាប់អន្តរជាតិជាមួយគ្នានោះផងដែរសម្ដេចធិបតីហ៊ុនម៉ាណែតក៏បានថ្លែងបញ្ជាក់ថាទាំងកម្ពុជានិងថៃសុទ្ធតែជារដ្ឋភាគីនៃអនុសញ្ញា UNCLOS យន្តការផ្សះផ្សាដោយបង្ខំនេះមិនមែនជាសកម្មភាពឯកតោភាគីឬជាការបង្កើនភាពតានតឹងនោះទេប៉ុន្តែជាវិធីសាស្ត្រច្បាប់ដោយសន្តិវិធីដែលអនុញ្ញាតឲ្យប្រទេសទាំងពីរបង្ហាញជំហររៀងៗខ្លួននៅចំពោះមុខគណៈកម្មការឯករាជ្យមួយដែលមានសមាជិកជាអ្នកជំនាញឈានមុខផ្នែកច្បាប់អន្តរជាតិចំនួន5រូបនេះជាករណីទី2ហើយក្នុងប្រវត្តិសាស្ត្ររបស់ UNCLOS ដែលយន្តការនេះត្រូវបានយកមកប្រើប្រាស់ដោយករណីទី1ត្រូវបានអនុវត្តដោយជោគជ័យរវាងប្រទេសទីម័រខាងកើតនិងអូស្ត្រាលីរហូតឈានដល់ការដោះស្រាយព្រំដែនសមុទ្រដោយសន្តិវិធីនៅឆ្នាំ2018ទន្ទឹមនោះផងដែរសម្ដេចធិបតីហ៊ុនម៉ាណែតក៏បានថ្លែងសង្កត់ធ្ងន់ថាកម្ពុជាបន្តប្រកាសជាថ្មីនូវគោលជំហរមិនរំលោភបំពានអធិបតេយ្យភាពរបស់ប្រទេសដទៃឡើយប៉ុន្តែក៏បដិញ្ញាចិត្តយ៉ាងដាច់ខាតក្នុងការការពារអធិបតេយ្យជាតិខ្លួនឯងដោយមិនមែនតាមរយៈការប្រើប្រាស់កម្លាំងយោធានោះទេគឺតាមរយៈការប្រើប្រាស់ច្បាប់អន្តរជាតិនិងការរួមគ្នាដោះស្រាយដោយសុឆន្ទៈពិតប្រាកដ